ការពីវីដេអូមុនខ្ញុំបានបរាជ័យក្នុងការធ្វើ V3 របស់ Angel ហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងទៅធ្វើការយករ៉េស V3 ម្ដងទៀតក៏ប៉ុន្តែខ្ញុំអត់ចង់ឲ្យវីដេអូនេះខ្លីខ្ញុំក៏បន្ថែម mission មួយទៀតគឺខ្ញុំត្រូវតែទៅយកដាវ Rank Goku ហើយសម្រាប់ដាវនឹងដែរគេយករំលំតាមរឿង Demon Slayer ហើយពិតជាអរគុណអ្នកគ្នាខ្លាំងមែនទែនសម្រាប់ 2k subscriber ហើយមុននឹងចូលទៅដល់វីដេអូអ្នកគ្នាកុំភ្លេចចុច like subscribe និងបោះសញ្ញាកណ្ដឹងផងតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាអូខេឥឡូវនេះខ្ញុំបានចូលមកដល់ក្នុងហ្គេមហើយអញ្ចឹងអីដែលយើងត្រូវធ្វើគឺឡើងតាកក់អាឡើយនេះអាប្រាសាទលើនេះដើម្បីយក fruit ទៅដាក់អញ្ចឹងណាបើយើងវាយមេនោះវាយមេដូ flamingo ក្នុងនោះដើម្បីទៅធ្វើ race V3 បានគឺថា fruit នេះដែរខ្ញុំបានពី pro នេះខ្ញុំពងលេងជាមួយ fruit ហ្នឹងវា legendary ដែរអញ្ចឹងវាថាយើងដាក់ចូលទៅវាយបានហើយតោះឥឡូវយើងយក fruit ហ្នឹងទៅដាក់អាប៉ែតហ្នឹងទៅដើម្បីវាបើកទ្វារយើងទៅវាយយើង sure ទៅជា alright ទៅចូលមកបានចឹងប្រហែលចុចលើកទី2អ្នកគ្នាឥឡូវយើងចុចម្ដងទៀតនេះគេបានហើយអ្នកគ្នាតោះឡើងចូលទៅវាយមេហ្នឹង100ទៅកុំឲ្យខាត់ពេលយូរយើងចូលទៅវាយ100ទៅមេឌីដូហ្វ្លេមីងហ្គោហ្នឹងខ្លាំងណាស់អ្នកគ្នាខ្ញុំមិនដែរវាយទេតែមានអីវាយឆាប់ប៊ូដាទេប៊ូដាស្រួលវាយចឹងមើលហើយតែមកតិចចិត្តដៃបាត់ហើយមើលស៊ីច្រើនចឹងអត់អីចុំមកឈាមពេញវិញអូនេះប្រើដៃវិជាអ្នកគ្នាចាដៃហ្នឹងគឺថាវាយទៅវាឡើងឈាមវិញតែជាបញ្ហាទេអ្នកគ្នាឥឡូវយើងវាយបានហើយអ្នកគ្នាអញ្ចឹងយើងទៅធ្វើ V3 ទាំងអស់គ្នាតោះឥឡូវយើងធ្វើដំណើរទៅនេះកន្លែងនេះទៅកន្លែងចូលកន្លែងសម្ងាត់ទៅដើម្បីចុចទៅយក quest ដើម្បីធ្វើ V3 អញ្ចឹងណាតោះឥឡូវខ្ញុំបានមកដល់ហើយអញ្ចឹងយើងចូលទៅដាក់ quest បណ្ដោយទៅ quest នេះវារៀងស្រួលដែរតែយើងវាយតណាគេដែលមានរ៉េសដូចយើងហ្នឹងណា rare angel ហ្នឹងយើងវាយឲ្យងាប់ទៅបានយើងធ្វើ V3 បានហើយនេះ pro នេះមកហើយ pro នេះឆាត់ហៅឲ្យគាត់មកជួយនៅអីចឹងណាតោះឥឡូវយើងធ្វើការចាត់ការគាត់ប្រហែលទៅសារតាវាតម្រូវអីចឹងអ្នកគ្នាអញ្ចឹងយើងជិះតែវាយទៅអ្នកគ្នាវាយទៅបានហើយជិះទៅចេះវាយប្រហែលជិះវាយធ្វើម៉េចវាយឲ្យទៅដាច់ទៅយើងវាយឲ្យទៅអ្នកមាន rest ស្លាប់ទៅវាយដាច់ជាមួយវាយដាច់កុំឈប់អូខេតោះឥឡូវយើងទៅចុចសួរម្ដងទៀតចាំថាបានអត់បើបានវាចេញឲ្យ pay ហើយអត់បានទេអ្នកគ្នាប្រហែលខ្ញុំវាយនេះអ្នកគ្នាខ្ញុំវាយនៅខាងក្នុងនេះអត់បានអញ្ចឹងឥឡូវខ្ញុំទៅវាយនៅក្រៅម្ដងមកអ្នកគ្នាតោះឥឡូវយើងមកវាយក្រៅបណ្ដោយទៅអ្នកគ្នាសារតាយើងវាយខាងក្នុងមិនអត់បានអញ្ចឹងឥឡូវយើងមកវាយក្រៅមកអ្នកគ្នាឥឡូវយើងចេះដាក់ទៅអ្នកគ្នាដាក់ skill នេះខ្ញុំគិតដំបូងខ្ញុំគិតថាដាក់ skill បានណាអ្នកគ្នាដាក់ skill របស់ Buddha ហ្នឹងតែប៉ុន្តែយើងយកដៃវាយក៏បានដែរអ្នកគ្នាយកដៃវាយទៅយើងបើចាំនិយាយទៅបើចាំដាក់អា skill តានេះខ្ញុំក៏បានដែរតែខ្ញុំអត់ដឹងនេះយើងវាយទៅមកវាយចិត្តដៃទៅខ្ញុំដឹងដាក់នេះវិញហើយវាយទៅគាត់ឡើងឈាមពេញវិញបាត់ហើយចឹងនេះយើងវាយទៅដៃដាច់ទៅអ្នកគ្នាគឺថាវាយទៅបានហើយអ្នកគ្នាតោះឥឡូវយើងឆែកមើលទាំងអស់គ្នាថាតោះឥឡូវយើងចូលមកកាន់រោងនេះវិញមកដើម្បីចុចតិចអ្នកគ្នាយើងចុចទៅវាចេញ pay នេះយើងចុច pay មកហើយវាចំណាយប្រហែល2លានហ្នឹងហើយនេះ2លានហ្នឹងឥឡូវគេថាខ្ញុំបានរ៉េស V3 អ្នកគ្នាអូកោបស្រីតាមតែអ្នកគ្នាវីដេអូមុនខំឆ្ងល់ថាក៏ពិតខ្ញុំអត់បានវាយអាមេនៅលើនោះភាសានោះអូយអ្នកគ្នាឥឡូវគេថាខ្ញុំបាន V3 អ្នកគ្នាអែមខ្លាំងមែនតើនៅកោបស្រីហើយបន្ទាប់មកខ្ញុំក៏បានអរគុណគាត់អីចឹងទៅសារគាត់បានជួយខ្ញុំអីចឹងណាគាត់ខំដូររ៉េសដូរអីដើម្បីខ្ញុំធ្វើអានេះបានចឹងណាអញ្ចឹងពិតជាអរគុណគាត់ខ្លាំងមែនតើចូលមក skill គេអ្នកគ្នាថាចាញ់ចាំងយករ៉ៃអ្នកគ្នាតោះឥឡូវយើងទៅយកដើរ rank Goku ទាំងអស់គ្នាគិតតែអាកោះហ្នឹងវានៅឆ្ងាយជាងគេមែនអ្នកគ្នាគឺថាដើរត្រង់ទៅដល់យូរខ្លាំងមែនតើអញ្ចឹងបើយើង slow ទៀតចប់ហ្មងអូនោះកោះនោះអ្នកគ្នាតែកោះហ្នឹងជាកតកដែរអញ្ចឹងណាតើឥឡូវយើងធ្វើការទៅទាំងអស់គ្នាអូខេឥឡូវនេះខ្ញុំមកដល់អញ្ចឹងយើងធ្វើការ set home មួយសិនទៅកុំឲ្យទៅពេល slow អីទៅវាវេទនាrồiឲ្យដើរមកផ្សារទៀតអញ្ចឹងណាតើឥឡូវយើងទៅឆែកមើលតាមមេហ្នឹងនៅអូតែអ្នកគ្នានោះគឺថាមេហ្នឹងនៅលើហ្នឹងតាតែលេងទៅការវាយប្រយទៅគឺថាប្រើប៊ូដាស្រួលវាយមេខ្លាំងមែនតើអូបានសោអ្នកគ្នាជុំនឹងសោយគេផងសោ library ហ្នឹងចាប់បាត់ហើយអ្នកគ្នាសោហ្នឹងខ្ញុំវាយបានម្ដងចាក់ហើយនេះអាសោហ្នឹងវាត្រូវយើងត្រូវយកមកចាក់នេះដើម្បីទិញជើងសាន GV2 អញ្ចឹងទៅ
ចឹងខ្ញុំបានចាក់ហើយចាឥឡូវយើងទៅវាយមេទី2ទាំងអស់គ្នាហើយនេះជាមេទី2ដែលយើងត្រូវវាយហើយចាប់បាត់ហើយអ្នកគ្នាគេថាបានសោនោះទៀតនេះគេបានសោ library នេះទៀតហើយតើឥឡូវយើងចូលទៅកាន់មេទី3ទាំងអស់គ្នាតើឥឡូវយើងបានវាយម្ដងមេទី3ហើយចាំមើលថាបានឬក៏មិនបានអីចឹងណាតើឥឡូវខ្ញុំវាយទាំងអស់គ្នាទៅចុំភ្លេចបាក់ហាគីណាអើយវាយអត់ចេញប្រហើយចុចអត់បានចុចបាក់ហាគីចុំចាត់ទៅហើយមេនេះគឺខ្ញុំវត្តបានដែរអ្នកគ្នាអញ្ចឹងយើងចូលទៅមេបន្តទៀតតោះឥឡូវយើងចូលមកដល់មេទី4ហើយតោះឥឡូវធ្វើការវាយប្រយទៅអត់ទៀតទេអ្នកគ្នាគឺថាមេនេះក៏អត់បានដែរឥឡូវនេះយើងចូលមកដល់មេទី5ហើយតើឥឡូវយើងវាយទៀតហើយអ្នកគ្នាគឺថាបានទៀតទេអ្នកគ្នាគឺថាមេវាយមេនឹងអត់ងាយបានប្រយមេទី6មេទី7មេទី8មេទី9តើឥឡូវនេះខ្ញុំបានចុះមកដល់មេទី10ហើយមេទី10នេះមិនដឹងថាវាយបានឬអត់ទេឥឡូវចេះតែវាយសិនទៅតែអត់ទៀតទេគេសម្បីតែមេទី10ក៏អត់បានទេជិញវាយ10មេគឺថាអត់បានទេហើយនេះជាមេទី11ហើយមេទី11នេះក៏នៅតែវាយអត់បានដែរអ្នកគ្នាឥឡូវនេះយើងចូលទៅកាន់មេទី12ទាំងអស់គ្នាតើឥឡូវយើងបានមកដល់មេទី12ហើយតើឥឡូវយើងធ្វើការវាយប្រយទៅជុំភ្លេចបាគេណាមិញតើឥឡូវយើងវាយប្រយទៅមេគ្មានគីឡូមួយប៊ូដាទេអ្នកគ្នាមេណាក៏ប៊ូដាវាយស្រួលដែរប៊ូដាស្រួលមួយសម្រាប់ farm ក៏បានវាយមេក៏បានឬក៏ទៅយក item អីហ្នឹងអ្នកគ្នាទៅយករបស់ធ្វើ quest ធ្វើអីហ្នឹងអូ my god អ្នកគ្នាបានសាម្ដងពីជុំhidden K អាសោចាក់ដើររែងកខួរកប់ស្រីហើយទីបំផុតគឺថាខ្ញុំបានសោហ្នឹងឯងគឺថាកប់ខ្លាំងតែតឥឡូវយើងនេះយើងទៅចាក់បរាយទៅអ្នកគ្នាឥឡូវខ្ញុំធ្វើការថតរបស់សិនតឥឡូវយើងធ្វើការ unboxing តែម្ដងទៅអ្នកគ្នាគឺថាកប់ស្រីខ្លាំងតែអូខេអ្នកគ្នាឥឡូវយើងធ្វើការបានដើរនេះដើររែងកខួរហើយតឥឡូវយើងទៅមើលទៅអស់គ្នាអូអ្នកគ្នាគឺថាដើរនេះគឺជាដើរ legendary អ្នកគ្នាថាកប់ខ្លាំងតែនេះដើរហ្នឹងគឺជាដើរ legendary មួយដែរអ្នកគ្នាអូថាកប់ខ្លាំងតែនៅ skill លុយប៉ុណ្ណាដែរគ្នាខ្ញុំតបាន farm យកផងតឥឡូវខ្ញុំធ្វើការ farm យក mastery ដើរសិនចាំដើរ skill ទី1វាគេខ្ញុំវាយយក skill ទី1ឯងតឥឡូវយើងចាំមើលថា skill ទី1វាហ្នឹងឯគេអ្នកគ្នាឥឡូវខ្ញុំវាយច្បាស់អ្នកគ្នាចាំមើលចាំមើល skill ទី1វាបែបមិនអ្នកគ្នាមានអីក្រៅពីភ្លើងអ្នកគ្នាបោះ rank កខួរគេថាពលភ្លើងនេះមើលអូមែនអ្នកគ្នាគេថាភ្លើងមែនចឹងដែរមីសិនរបស់យើងត្រូវបានចុះចៃអស់ហើយដើរ rank កខួរក៏យើងបានរ៉េសAngel V3 ក៏បានចឹងដែរគឺថាវីដេអូនេះគេមានប៉ុណ្ណឹងទេអ្នកគ្នាគឺថាមានច្រើនទេហើយវីដេអូនេះចេះធ្វើអីតែបានអ្នកគ្នាឲ្យតែបានអ្នកគ្នាមើលសិនទេព្រោះខ្ញុំអត់ដឹងធ្វើអីហងព្រោះ game នេះមានតែយករបស់អីទេបើថាខ្ញុំ farm អត់ល្អមើលទេចឹងប្រហែលអេពីសូតក្រោយប្រហែលខ្ញុំទៅសមុទ្រទី3ប្រហែលអ្នកគ្នាចឹងវីដេអូនេះមានប៉ុណ្ណឹងទេអ្នកគ្នាបាយ